ឌិតប្រធានាធិបតីហ្វីលីពីនលោកឌូតឺតេត្រូវបានបញ្ជូនខ្លួនទៅកាត់ទោសនៅទីក្រុងឡាអេអ្វីដែលលោកធ្វើអំឡុងពេលលោកកាន់អំណាចនោះគឺលោកធ្វើយ៉ាងណាដើម្បីឲ្យប្រទេសលោកគ្មានគ្រឿងញៀនព្រោះគ្រឿងញៀនអាចធ្វើឲ្យប្រទេសលិចលង់ដោយសារវាទើបលោកប្រើកណ្ដាប់ដៃដែកបំបែកនិងកម្ចាត់ក្រុមអ ுக ្រិតជនគ្រឿងញៀនលោកគិតថាវាខុសច្បាប់អន្តរជាតិមែនដើម្បីប្រទេសជាតិលោកត្រូវតែធ្វើទោះដឹងថាលោកនឹងត្រូវមានថ្ងៃនេះក៏ដោយពេលវេលាបានមកដល់មែនលោកមិនបានរត់គេចទៅណាឡើយលោកអាយុ79ឆ្នាំហើយមិនប្រកែកឬតវ៉ានៃការចាប់ខ្លួននោះឡើយហើយសំណុំពរតែម្យ៉ាងគត់គឺពេលតុលាការ ICC កាត់ទោសលោករួចហើយគាត់សុំតែមកជាប់គុកនៅប្រទេសហ្វីលីពីនដែលជាប្រទេសកំណើតរបស់លោកប៉ុណ្ណោះបើត្រូវប្រហារជីវិតក៏សុំយកមកបញ្ចុះនៅប្រទេសលោកវិញពេលនេះហោះហើរទៅកាត់ទោសលោកកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរសូម្បីតែអុកស៊ីសែនក៏អស់ខ្យល់ដែរដើម្បីកម្ចាត់អ ுக ្រិតជនជួញដូរគ្រឿងញៀនក៏ត្រូវមានទោសដែរអញ្ចឹងបានន័យថា ICC ជាមេខ្លោងគ្រឿងញៀនឬយ៉ាងណានេះគ្រាន់តែជាចម្ងល់របស់មហាជនប៉ុណ្ណោះ SG Pro ជួយសម្រួលបញ្ហាស្រវាំងភ្នែកនោមញើសក្រហាយបាតដៃបាតជើងនិងជួយបញ្ចុះជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកមានបញ្ហាទឹកនោមផ្អែម